សេកសោមបណ្ឌិតក្នុងការកន្លងទៅហើយមានសេកសោមមួយព្រួយចិត្តអន្ទះសារព្រោះស្រេកទឹកត្បិតក្នុងសម័យនោះគ្មានភ្លៀងសោះរៀងអស់2-3ឆ្នាំទឹកក្នុងទន្លេស្ទឹងត្រពាំងបឹងបួររីងស្ងួតឥតសល់ថ្ងៃមួយសេកសោមហើរចូលក្នុងព្រៃធំបានធំក្លិនទឹកក៏ខំរកមើលឃើញអណ្ដូងមួយមានជម្រៅប្រហែល60ហត្ថទើបហើរចុះទៅក្នុងអណ្ដូងនោះបានឃើញទឹកហើយមានសេចក្តីត្រេកអរក្រៃពេកខំផឹកមុជដរាបដល់ឆ្អែតស្កប់ស្កល់ធាតុទឹកជ្រោលជ្រាបសពសកលកាយបណ្ដាលឲ្យកើតអន្តរាយហើយហើរមកវិញពំរួចមួយសបកក្រោយមកមានមនុស្សម្នាក់និងនាគក្រៀកមួយកំពុងតែដើរស្វែងរកទឹកក៏ធ្លាក់ចូលទៅក្នុងអណ្ដូងនោះដែរជនទាំង3នាក់គឺសេកសោមមួយមនុស្សម្នាក់មួយនិងនាគក្រៀកមួយខំឡើងពីអណ្ដូងមកវិញពំរួចឡើយក៏ព្រួយចិត្តកើតទុក្ខតែរៀងខ្លួនកាលនោះជួនមានបុរសម្នាក់នៅក្នុងក្រុងពារាណសីដើរទៅដងទឹកបានឃើញជនទាំង3នាក់ក្នុងអណ្ដូងក៏មានចិត្តអាណិតមេត្តាជួយសង្គ្រោះជីវិតដោយយកវល្លិជាសង្រេកយោងយកជនទាំង3នាក់ក្នុងអណ្ដូងមកលើវិញជនទាំង3នាក់ក៏មានចិត្តត្រេកអររីករាយបានប្រគល់ខ្លួនដល់បុរសនោះហើយប្រាប់កន្លែងរៀងខ្លួនដោយពេកញាចិត្តថាបើមានការយ៉ាងណាឲ្យមកប្រាប់និងតបគុណវិញកាលជាខាងក្រោយមកបុរសនោះគិតថាអញនឹងសាកល្បងចិត្តរបស់ជនទាំង3តើអ្នកណាដឹងគុណអញជាងគេក៏ទៅកាន់សំណាក់សេកសោមជាមុនសេកសោមឃើញហើយមានចិត្តត្រេកអរណាស់ក៏រាក់ទាក់សមគួរថាលោកអញ្ជើញមកមានការអ្វីបុរសនោះប្រាប់ថាលាក់កំបាំងអ្វីខ្ញុំសប្តាហ៍ថ្ងៃនេះទីតីក្រណាស់សម្លាញ់ឯងមានឧបាយដូចម្ដេចធ្វើឲ្យខ្ញុំបានផុតពីសេចក្តីតល់ក្របានសេកសោមនិយាយថាលោកមានគុណនឹងខ្ញុំធំធេងណាស់បានឲ្យជីវិតដល់ខ្ញុំសូមលោកនៅចាំខ្ញុំនៅទីនេះសិនខ្ញុំនឹងទៅរកទ្រព្យមកបូជាតបគុណលោកវិញសេកសោមនិយាយហើយក៏ហើរចេញទៅសម័យនោះព្រះរាជាក្នុងក្រុងពារាណសីស្ដេចយាងទៅក្រសាលសប្បាយក្នុងឧទ្យានដល់ពេលថ្ងៃក្តៅខ្លាំងព្រះរាជាក៏ដោះគ្រឿងអលង្ការទុកក្បែរមាត់ស្រះបោខករណីចុះទៅស្រង់ទឹកសេកសោមហើរទៅដល់ទីនោះឃើញពន្លឺរស្មីពីគ្រឿងអលង្ការទៅទុំលើមេឈើសម្លឹងមើលឃើញកែវមរកតមួយដុំតូចល្មមពំរួចក៏លួចពំយកទៅឲ្យបុរសដែលមានឧបការៈគុណលើខ្លួនហើយប្រាប់បុរសនោះថាកែវនេះវិសេសណាស់គ្មានអ្នកណាមានទេមានតែស្ដេចជាម្ចាស់ផែនដីសូមលោកលាក់ទុកសិនគុំអាលលក់ដូរបុរសនោះគិតថាអញមិនដឹងជាយកទៅទុកលាក់នៅទីណាឲ្យកំបាំងក៏យកកែវនេះទៅផ្ញើនឹងជនម្នាក់ដែលខ្លួនបានជួយសង្គ្រោះឲ្យកំបាំងក៏យកកែវនេះទៅផ្ញើនឹងជនម្នាក់ដែលខ្លួនបានជួយសង្គ្រោះស្រង់ពីក្នុងអណ្ដូងជាមួយនឹងសេកទៅដល់ហើយក៏ប្រគល់កែវនេះឲ្យទៅបុរសដែលខ្លួនបានជួយហើយប្រាប់ថាសូមសម្លាញ់ទុករបស់នេះឲ្យស្រួលឲ្យខ្ញុំផងកុំនិយាយឲ្យគេដឹងឲ្យសោះជននោះក៏បានទទួលទុកកន្លង2-3ថ្ងៃជននោះបានឮដំណឹងថាព្រះរាជាក្រុងពារាណសីបាត់កែវមរកតមួយដុំបើមានអ្នកណារកឃើញនឹងប្រទានឲ្យស្មើនឹងតម្លៃកែវជនដែលទទួលកែវទុកឲ្យបុរសនោះមានចិត្តអកតញ្ញូ
គិតតែផលប្រយោជន៍ផ្ទាល់ខ្លួនក៏យកកែវនេះទៅថ្វាយដល់ព្រះមហាក្សត្រហើយទូលថាមានបុរសម្នាក់យកកែវនេះទៅផ្ញើទូលព្រះបង្គំព្រះរាជាក៏ចាប់ឲ្យរាជបុរសឲ្យទៅចាប់បុរសនោះមកសម្លាប់ដោយចោទបុរសនោះថាជាអ្នកលួចយកកែវរបស់ព្រះអង្គរាជបុរសក៏ចងបុរសនោះបណ្ដើរចេញពីនគរទៅកាន់ទីសម្លាប់ទៅដល់ក្បែរដំបូកមួយបុរសនោះក៏នឹកឃើញដល់នាគរាជទើបស្រែកហៅថាមនាសម្លាញ់អ្នកមកជួយខ្ញុំផងនាគរាជឮហើយស្ទុះចេញពីរន្ធដោយស្គាល់ច្បាស់ជាសំឡេងដែលបុរសមានគុណចំពោះខ្លួនបានឃើញគេចងយកទៅសម្លាប់ដូច្នោះមានចិត្តអាណិតក្រៃពេកក៏និមិត្តខ្លួនជារាជបុរសមួយរំពេចឥតមានជនណាដឹងឡើយចូលទៅខាត់រាជបុរសដែលកំពុងនាំទៅសម្លាប់ថាមិននឿយគ្នាយើងឈប់សិនកុំតន់សម្លាប់បុរសនេះចាំខ្ញុំទៅផ្ទះសិនរាជបុរសទាំងឡាយក៏ត្រៀមចាំនាគរាជខំរត់ទៅនគរចូលទៅប្រាសាទព្រះអគ្គមហេសីរបស់ព្រះរាជានិមិត្តខ្លួនធ្វើជាពស់តូចចឹកព្រះអគ្គមហេសីនោះស្រែកផ្អើលឮដល់ព្រះរាជាមួយរំពេចក៏និមិត្តខ្លួនជារាជបុរសវិញប្រាប់ថាថ្នាំបន្សាបពឹសពោះមានតែបុរសដែលយកទៅសម្លាប់ទេដែលចេះពូកែជាងគេក្នុងនគរនេះព្រះរាជាក៏ប្រើឲ្យនាំបុរសនោះមកវិញរាជបានប្រាប់បុរសនោះសពគ្រប់គ្រាន់តែបុរសនោះមកដល់យកទឹកទៅលាបក៏ជាភ្លាមមួយរំពេចព្រះរាជាមានប្រតិយសោមនស្សរីករាយក៏លែងសម្លាប់បុរសនោះហើយព្រះរាជទានរង្វាន់ជាច្រើនដល់បុរសនោះបានក្រាបបង្គំទូលអំពីដំណើរដែលខ្លួនបានកែវនិងដំណើររឿងជនទាំង3គឺសេកសោមមួយមនុស្សម្នាក់មួយដែលខ្លួនបានផ្ញើកែវនិងនាគរាជមួយតាំងពីដើមរហូតដល់ចប់ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយរឹងរិតតែមានព្រះរាជហឫទ័យសោមនស្សជាខ្លាំងបានចំណាយព្រះរាជទ្រព្យឲ្យជាងចាត់ចែងកសាងផ្ទះឲ្យនៅជាមួយសេកសោមនិងនាគរាជជាសុខក្សេមក្សាន្តដរាបដល់ទីបំផុតនៃអាយុលុះស្លាប់ទៅចប់រឿងសេកសោមបណ្ឌិត